បងប្អូនអរគ្នានេះគឺរបៀបដកលុយនិងដាក់លុយនៅក្នុង Investiso ដែលបងប្អូនតែងតែសួរហើយមានការអាប់ដេតថ្មីអញ្ចឹងខ្ញុំបង្ហាញនេះគឺវីដេអូថ្មីហើយយើងបងប្អូនអាចមើលតាមនេះបានអញ្ចឹងយើងចូលមកក្នុង app Investiso ឬក៏ website Investiso របស់យើងហើយយើងចុចពាក្យ more នេះហើយយើងយកពាក្យថា account នេះមកគឺវានឹងចូលនៅក្នុង account ដែលយើងបង្កើតទាំងអស់ហើយអញ្ចឹងដើម្បីដាក់លុយចូលនេះបងប្អូនចូលអា tray 3នេះមកនេះគឺវាមានដាក់លុយមួយវាមានដកលុយមួយឥឡូវខ្ញុំបង្ហាញដាក់ហើយខ្ញុំបង្ហាញដកតាមក្រោយអញ្ចឹងយើងចូលពាក្យថា deposit នេះមកចឹងបងប្អូនគឺខ្លះគាត់ដាក់តាមនេះពួក Wing P2P អីនេះគឺអត់ត្រូវទេអាហ្នឹងគឺមិនមែននៅក្នុងស្រុកទេបានន័យថាទៅខាងក្រៅស្រុកអ្នកគ្រប់គ្រងអញ្ចឹងអឺlocal នេះគឺល្អបំផុតគឺវាងាយស្រួលលឿនហើយយើងងាយស្រួលតាក់ទងទៅ support នៅក្នុងក្រុមខ្ញុំហ្នឹងគាត់ជួយ check មើលឲ្យលឿនជាងណាវាអត់បាត់លុយទេណាគ្រាន់ថាវាប្រើរយៈពេលវែងឬក៏យូរជាងអញ្ចឹងទៅអញ្ចឹងបងប្អូនយកអាពាក្យ local នេះ local ហ្នឹងគឺយើងប្រើ QR code KXQR យើងបាញ់ពីធនាគារណាទៅក៏បានដែរអញ្ចឹងបងប្អូនចុចយកពាក្យ local deposit ហ្នឹងមកវានឹងឃើញអាលើនេះគឺអត់បញ្ហាទេគេគ្រាន់បញ្ជាក់របស់យើងទេអញ្ចឹង account នេះគឺយើងចង់ដាក់ចូល account ណាយើង select មកយើង select ចូល account ហ្នឹងហ្មងមកបើមិនចឹងទេយើងអាច internal នៅក្នុង account យើងមួយទៅ account មួយតាមក្រោយក៏បានដែរអត់បញ្ហាអីទេហើយកន្លែងនេះឧទាហរណ៍យើងដាក់ទាបបំផុតគឺ$10អញ្ចឹងបងប្អូនអាចឧទាហរណ៍ថាបងប្អូនដាក់10ឬក៏$20យើងដាក់$50អញ្ចឹងមក$50ហើយគឺកន្លែងនេះគឺគេចេញជា use ABA Bank ប៉ុន្តែយើងអាចបាញ់ពីធនាគារនៅណាក៏បានដែរបញ្ជាក់ម្ដងទៀតបងប្អូនដាក់នៅនេះប៉ុន្មានគឺបងប្អូនបាញ់ទៅប៉ុណ្ណឹងបងប្អូនដាក់នៅក្នុងនេះ100បងប្អូនបាញ់ទៅ$10គឺអត់ចូលទេបងប្អូនដាក់ក្នុងនេះ$10បាញ់ទៅ100ក៏អត់ចូលឬក៏ចូលតែ$10ទេគេមើលទៅតាមការ request របស់បងប្អូនជាទូទៅគឺបងប្អូនភ្លេច request កន្លែងហ្នឹងអញ្ចឹងបងប្អូនចូលមកគឺបងប្អូនដាក់50ហ្នឹងហើយបងប្អូនចុច continue នេះមកវានឹង load QR code មកនេះបងប្អូនបាញ់ QR code ហ្នឹងទៅតែ$50ទៅ5នាទីឬក៏10នាទីយ៉ាងយូរហ្នឹងចូលហើយបើ QR code នេះវា error បានន័យថា QR code ហ្នឹងឥឡូវហ្នឹងគេ update មកវា KXQR ភាគច្រើនវា error អញ្ចឹងបងប្អូនចូលអាកន្លែងនេះមក screenshot នៅក្នុងវីដេអូខ្ញុំ screenshot នេះក៏បានដែរអញ្ចឹងឈ្មោះអ្នកទទួលឈ្មោះនេះពេញផុតអញ្ចឹងបងប្អូន scan QR code នេះជំនួសក៏បានដែរយកទៅ scan ហើយគឺរួចរាល់ហើយយើងដាក់50 scan ហើយរួចរាល់ហើយយើងចុចចេញមកវិញមកហើយយើងមើលទៅ5នាទីក្រោយយ៉ាងយូរឬក៏2-3នាទីគឺវា load ចូលក្នុងនេះហើយអញ្ចឹងបងប្អូនអាច screenshot ABA នេះទុកបានបងប្អូនសម្រាប់ដាក់លុយចូល account បងប្អូនបាញ់មកតាមនេះមកអញ្ចឹងឈ្មោះហ្នឹងគឺឈ្មោះអ្នកទទួលហើយscreenshot តែ QR code នេះបានហើយក្រៅពីឈ្មោះនេះគឺមិនមែននៅក្នុង Investiso ទេអញ្ចឹងពេលមុនគាត់ដាក់មានឈ្មោះនៅក្នុងនេះឥឡូវគឺអត់មានទេអញ្ចឹងបងប្អូនអាចប្រើជាមួយនឹងវីដេអូនេះសម្រាប់ធ្វើការ deposit ហើយចំពោះការ withdraw វិញចាំខ្ញុំធ្វើវីដេអូក្រោយហ្មងដាច់ដោយសារអ្នកចង់ដាក់មើលដាក់អ្នកចង់ដកមើលដកហ្មងងាយស្រួលជាង